รับថ្ងៃនេះដែរខ្ញុំជាគ្រូបច្ចេកទេសខាងក្រុមហ៊ុនព្រីមៀសបានចុះមកដល់ខាងថាគុំទំនើបនៅខាងឃុំត្បែងស្រុកបន្ទាយស្រីប្រាប់គោលបំណងគឺយើងចុះមកបាញ់សាកល្បងធ្វើ demo ទៅឲ្យខាងសហគមន៍បានដឹងពីប្រសិទ្ធភាពប្រើប្រាស់ជីថ្នាំតោះអ្នកនរគ្នាយើងទៅមើលរបៀបនៃការលាយជីថ្នាំជាមួយសហគមន៍ផ្ទាល់សម្រាប់ពីខាងក្រុមហ៊ុនព្រីមៀសយើងទៅគឺយើងមានរូបមន្តពីរមុខបាញ់ទៅលើដំណាំបន្លែរបស់សហគមន៍អញ្ចឹងរូបមន្តទី1យើងប្រើជំរុញឫសហើយផលិតផលទី2យើងប្រើទៅលើពពួកអាមីណូពពួកមេក្រូធាតុអញ្ចឹងតោះយើងមកមើលការលាយទាំងអស់គ្នាសម្រាប់ការលាយគឺយើងប្រើអាមីណូ2ក្រូហើយនឹងជំរុញឫស1កម្រងបាទតោះសម្រាប់នេះជាស្ថានភាពដែលយើងអត់ទាន់បានប្រើប្រាស់ជីថ្នាំខាងក្រុមហ៊ុនព្រីមៀសអញ្ចឹងយើងមើលទៅវាមានស្ថានភាពខ្សោយកម្លាំងខ្លាំងហើយការលូតលាស់របស់វាគឺខ្សោយអញ្ចឹងយើងអាចមើលទាំងអស់គ្នាបានអញ្ចឹងចាំមើលបន្ទាប់ពីយើងបាញ់រួចក្នុងរយៈពេល3ថ្ងៃយើងនឹងចុះមកថតម្ដងទៀតតើបន្ទាប់ពីបានប្រើប្រាស់ជីថ្នាំព្រីមៀសហើយតើវាការលូតលាស់របស់វាបានល្អប៉ុណ្ណាបាទបន្ទាប់ពីយើងបានបាញ់ទៅលើដំណាំបន្លែរួចជីថ្នាំទៅលើដំណាំបន្លែរួចយើងនឹងតាមដានក្នុងរយៈពេល3ថ្ងៃអញ្ចឹងថ្ងៃនេះគឺថ្ងៃទី14ខែ6 2025អញ្ចឹងយើងចុះមកតាមដានម្ដងទៀតរយៈពេល3ថ្ងៃអញ្ចឹងយើងបាញ់នៅម៉ោង7កន្លះអញ្ចឹង3ថ្ងៃក្រោយយើងចុះតាមដានទៀត